ចាអញ្ចឹងឆ្លើយតបទៅបងម្ចាស់សំណួរគាត់សួរមកកាន់ TikTok របស់ខ្ញុំគាត់សួរថាប្តីកលប្រពន្ធរងតើជាគូល្អអត់អ្នកគ្រូព្រោះរាល់ថ្ងៃខ្ញុំហត់ទាំងកាយហត់ទាំងចិត្តជួយតប comment ខ្ញុំផងអ្នកគ្រូចាសម្រាប់បងដែលមានប្តីឆ្នាំកុរហើយបងស្រីផ្ទាល់ឆ្នាំរោងគឺជាគូដែលល្អចាប៉ុន្តែគ្រាន់ថាអ្នកទាំងពីរគឺមានគំនិតខ្វែងគ្នាចាដូច្នេះគឺបងដែលជាប្តីឆ្នាំកុរជោគលាភរបស់បងគឺបានមកពីប្រពន្ធបងណាចាអញ្ចឹងបងត្រូវតែទទួលយកការណែនាំចាយកទៅតាមការប្រឹក្សាពីប្រពន្ធបងចាដូច្នេះបងដែលជាភរិយាចាក៏បងត្រូវតែមានវិធីសាស្ត្រនៅក្នុងការនិយាយជាមួយនឹងប្តីយើងដែរចាហើយសួរថាតើគំនិតអ្នកទាំងពីរនោះចង់ឲ្យអាក្រក់អត់ទេចាជាគោលដៅជាផ្លូវរួមគឺសុទ្ធតែចង់ឲ្យល្អទេចាអញ្ចឹងបើសិនជាបងដឹងថាជោគលាភរបស់បងបានពីប្រពន្ធបងត្រូវតែស្ដាប់យកយោបល់ពីប្រពន្ធចាតែបងដែលជាភរិយាក៏ត្រូវតែចាចេះរៀបចំពេលវេលាឬមួយក៏ពេលណាយើងត្រូវនិយាយឬមួយក៏ពេលណាយើងត្រូវលើកត្រូវដាក់ចាអញ្ចឹងនៅក្នុងក្រុមគ្រួសារមួយចានៅពេលដែលមានបញ្ហាគឺគេតែងតែនិយាយថាមនុស្សស្រីហើយចាប៉ុន្តែមកដល់សម័យឥឡូវគឺអត់ទេសិតគឺស្មើគ្នាទាំងអស់ពេលដែលមានបញ្ហាយើងយកមកដាក់លើតុនិយាយគ្នាចាហើយបើសិនជាបងចង់លំអិតបងអាចចាទទួលយកការប្រឹក្សាពី SV យើងបានចាគឺបងនឹងដឹងអំពីពណ៌ដែលបងត្រូវលើករាសីពណ៌ដែលប្រចាំនឹងខ្សែជីវិតរបស់បងចាបើសិនជាបងមានបញ្ហាធ្លាក់ដល់ចំណុច0ហើយតើបងគួរតែដោះស្រាយជាមួយនឹងបញ្ហានឹងដោយវិធីណាចាហើយជំងឺដែលត្រូវការពារឬមួយក៏ជំងឺដែលយើងត្រូវមានដំណរពូជអត់ចាអញ្ចឹងមួយវិញទៀតអ្នកទាំងពីរគឺត្រូវតែចាចេញទៅខាងក្រៅយើងកុំនៅផ្ទះចាតែនៅផ្ទះបញ្ហាហើយចាចេញទៅធ្វើការរៀងខ្លួនចាហើយការធ្វើការក៏យើងដឹងដែរថាយើងគួរតែធ្វើប្រកបទៅលើមុខរបរអីគេឲ្យត្រូវជាមួយនឹងតួខ្លួនរបស់យើងចាអញ្ចឹងបងប្អូនអាចធ្វើការប្រឹក្សាលំអិតចាជាមួយនឹង SV ហុងស៊ុយដែលមានលោកអុកជំទាវអង្គញាជីពយុធារីផ្ទាល់បានបងណាចា